សម្រាប់មនុស្សនៅចំនួនក្រោយបងមេរៀនដ៏ធំមួយតាំងពីបទពិសោធន៍បងតាំងពីចេញប្រឡូកនៅក្នុងសង្គមមកមានមេរៀនមួយដែលបងចង់ប្រាប់ទៅទស្សនិកជនហើយខ្ញុំដែរខ្ញុំចង់រៀនដែរបងមានទេបងមានមនុស្សយើងទាំងអស់នៅលើភពផែនដីនេះមានចំណុចពិសេសរៀងខ្លួនទៀបក៏មានចំណុចពិសេសខ្មៅក៏មានចំណុចពិសេសនិយាយមិនច្បាស់ក៏មានចំណុចពិសេសហើយចំណុចពិសេសទាំងអស់នឹងរបស់មនុស្សហ្នឹងណាគឺគ្មានពីណាគេដូចទេនៅលើភពផែនដីនេះគឺមានតែយើងមានតែខ្ញុំឬក៏យើងខ្ញុំនិយាយថារឿងរៀងខ្លួនចោះយើងខ្លួនឯងទេដែលមានសំបីតែកញ្ចៅដៃយើងក៏ខុសគ្នាដែរបាទអញ្ចឹងចំណុចពិសេសទាំងអស់ហ្នឹងហើយបូកជាមួយនឹងការប្រសពប្រឆ្នៃប្រសពតាក់ទងអញ្ចឹងទៅប៉ុន្តែត្រូវមានភាពឆ្លៀសវៃហើយក៏ត្រូវមានស្តង់ដារខ្លួនឯងដែរអញ្ចឹងនេះគឺជាមេរៀនធំបំផុតបទពិសោធន៍ដែលខ្ញុំទទួលបានហើយមនុស្សទាំងអស់ត្រូវតែមានចក្ខុវិស័យបាទត្រូវតែមានចក្ខុវិស័យចុងក្រោយថាខ្លួនឯងចង់បានអីដូចមួយថ្ងៃមុនខ្ញុំមើលក្មេងម្នាក់គាត់មានចក្ខុវិស័យល្អមែនទែនបងចាំឲ្យពេលដែលខ្ញុំមើលវីដេអូគាត់ខ្ញុំចង់យំគាត់ថាគាត់ចក្ខុវិស័យរបស់គាត់និយាយថាក្តីសុបិនចោះយើងអត់ប្រើពាក្យចក្ខុវិស័យយើងប្រើពាក្យក្តីសុបិនរបស់គាត់ចង់ឃើញស្រូវឡើងថ្លៃបាទព្រោះឪពុកម្ដាយរបស់គាត់ពូមីងគាត់អ្នកធ្វើស្រែអញ្ចឹងគាត់ចង់ឃើញស្រូវឡើងថ្លៃអញ្ចឹងអាពេលដែលគាត់មានក្តីសម័យហ្នឹងឯងដែលអាចធ្វើឲ្យក្តីសម័យរបស់គាត់អាចคล้ายជាការពិតគាត់នឹងថ្ងៃក្រោយទៅគាត់នឹងអាចទៅធ្វើនេះធ្វើនោះគាត់ទៅរកទីផ្សារគាត់ទៅធ្វើអីជាច្រើនទៀតនោះជាសកម្មភាពទេតែគាត់មានក្តីសម័យគឺស្រូវឡើងថ្លៃបាទនៅពេលដែលមនុស្សចាប់ផ្ដើមមានក្តីសម័យគឺអញ្ចឹងខ្ញុំតែងតែអប់រំបងប្អូនជំនាន់ក្រោយថាដែលគេនិយាយថាហើយសម័យដូចរឿងចៅចាក់ស្មុកមិនទេគេតែងតែនិយាយពាក្យហ្នឹងណាតែប៉ុតរឿងចៅចាក់ស្មុកបើយើងមើលមកជ្រុងនោះវាពិតជាធ្វើឲ្យមនុស្សជាច្រើនរារាំងក្តីសម័យដូចឡក់មនុស្សអញ្ចឹងប៉ុន្តែបើយើងមើលជ្រុងវិញថាយើងសម្រាយរឿងចៅចាក់ស្មុកមកកណាត់បើសម្រាយឲ្យពេញហ្មងបានវាត្រូវមនុស្សផ្ដើមដំបូងបំផុតគឺក្តីសម័យឥឡូវយើងដែរទៅចង់ទៅឋានប្រច័នធ្វើមិនដាក់ក្តីសម័យទៅមុនក្តីសម័យ the man from John F Kennedy គាត់ដាក់ក្តីសម័យ the man land the moon and come back បាទមានថាមនុស្សទៅជន់លើឋានប្រច័នហើយមកវិញបាទធានាថាបតីអាមេរិកពេលហ្នឹងដែលត្រូវបានគេធ្វើឃាតបាទ John F Kennedy អញ្ចឹងពេលដែលគាត់ដាក់ចក្ខុវិស័យរបស់គាត់គឺ man land the moon នេះមនុស្សត្រូវជន់លើធូបប្រច័ននេះបាទអ្នកវិទ្យាសាស្ត្រចាប់ផ្ដើមទៅអាមេរិកជាច្រើនចេញពីអាល្លឺម៉ង់ចេញពីសូវៀតយូនីនចេញពីផ្សេងទៀតក្នុងគ្នាទៅអាល្លឺម៉ង់ដើម្បីទៅអាមេរិកដើម្បីទៅជួយមន្ត្រីទាំងអស់ចាប់ផ្ដើមណាគេមកអន្តរប្រវេសន៍មួយចំនួនចេះដឹងមកចូលមកធ្វើលុយខាងហិរញ្ញវត្ថុរលុយដាក់ឲ្យពឹប man land the moon man បាទវាអាចថាបរាជ័យស្លាប់អស់3នាក់ដែរវាមានបញ្ហាស្លាប់អស់3នាក់អីចឹងទៅប៉ុន្តែអាចក្ខុវិស័យរបស់គាត់ហ្នឹងឯងក្តីសម័យរបស់គាត់ហ្នឹងវាខ្លាចជាការពិតបាទអញ្ចឹងខ្ញុំពិតជាគោរពក្តីសម័យរបស់មនុស្សមិនថាទូចមិនថាធំឲ្យតែពួកគេមានក្តីសម័យខ្ញុំតែងតែគោរពក្តីសម័យដូចមហិច្ឆតាបងចក្ខុវិស័យគេប្រើពាក្យនៅក្នុងការទូតគេហៅចក្ខុវិស័យចុះវាចក្ខុមានន័យថាការមើលឃើញវិស័យគឺមានន័យថាទិសដៅទិសដៅនៃការមើលឃើញបើសិនជាមនុស្សអត់មានចក្ខុវិស័យទេអត់ដឹងតែខ្លួនឯងទៅណាទេឥឡូវបងខ្ញុំសួរឯងសាក់មើលយើងដាក់ចក្ខុវិស័យថាស្អែកម៉ោង5យើងត្រូវដល់សៀមរាបនេះជាចក្ខុវិស័យទៅមើលប្រាសាទអង្គរវត្តមើលថ្ងៃរះបាទជាចក្ខុវិស័យហើយនឹងពេលវេលាថ្ងៃនេះបងឯងនឹងរកវិធីសាស្ត្រដោះស្រាយបានហើយមែនទេបាទជីឡានសុំឡានគេជិះបើអត់លុយសុំឡានគេជិះបើមានលុយជីឡានបើមានលុយច្រើនជាងនឹងជិះយន្តហោះហើយបងឯងនឹងសម្រេចចក្ខុវិស័យបងឯងទៅវាអាចលឿនយេនលេតបន្តិចតែស្អែកក៏ប្រកាសជាមិនបានមើលក៏ខាន់ស្អែកដែរបាទត្រូវអត់ភាពអាចទៅរួចគ្មានដែនកំណត់បាទអញ្ចឹងខ្លាចបំផុតគឺមនុស្សដែលអត់មានចក្ខុវិស័យហើយខ្លាចបំផុតចក្ខុវិស័យនោះវាខុសហ្មងដើម្បីខ្ញុំអាចធំធាត់បានទាំងអស់គ្នាត្រូវនៅក្រោមកណ្ដាប់ដៃខ្ញុំវាចក្ខុវិស័យរបស់គាត់អាត្មានិយមអាហ្នឹងហើយដែលជារឿងគ្រោះថ្នាក់បាទប៉ះពាល់គេហ្នឹងប៉ះពាល់គេមានន័យថាមនុស្សទាំងអស់ត្រូវក្តិចត្រួយចោលដើម្បីឲ្យវានៅតែហ្នឹងហើយបាទ
អាហ្នឹងគឺខ្ញុំពាក់ព័ន្ធជាមួយចក្ខុវិស័យអញ្ចឹងអឺពេលខ្ញុំចង់និយាយថាចក្ខុវិស័យគឺពិតជាដើមទុនពិតជាមានតម្លៃហើយរបស់ដែលមានតម្លៃនៅលើពិភពលោកនេះបើឲ្យគិតថាអី ពេលវេលា the best yeah ខ្ញុំចង់សួរបងទៅថ្ងៃអនាគតថាត្រឹមអាយុ50ចុះបងឲ្យឃើញថាខ្លួនឯងនៅណាដែរបង ខ្ញុំនៅប្រទេសកម្ពុជាខ្ញុំជាមនុស្សម្នាក់ដែលខ្ញុំចង់ធ្វើជាគ្រូបរិញ្ញាបត្រ បាទ ដោយសារតែពុកម្ដាយរបស់ខ្ញុំចង់ឲ្យខ្ញុំក្លាយជាគ្រូបរិញ្ញាបត្រខ្ញុំក៏អត់បានបំពេញម្ដងគាត់តែពេលដែលខ្ញុំដល់អាយុប៉ុណ្ណឹងខ្ញុំពេលដែលនេះខ្ញុំចង់ធ្វើជាគ្រូបង្រៀនដើម្បីបរិញ្ញាមនុស្សនៅចំណេះដឹងថ្មីៗជាច្រើនដើម្បីជួយជ្រោមជ្រែងមនុស្សជាច្រើនដើម្បីឲ្យពួកគេអាចសម្រេចក្តីសម័យរបស់ពួកគេបាន មុខវិជ្ជាបង្រៀនរបស់បងមានអីគេខ្លះបង ខ្ញុំគិតថាតាម trending តាមប្រភេទរបស់ពួកគាត់មនុស្សទាំងអស់ដូចគ្នាទេ បាទ បងដែលមើលរឿង Avenger ហ៎ បាទដែរ yes មនុស្សទាំងអស់ដូចគ្នាទេតែយើងចង់ធ្វើជាស្ពានសម្រាប់ពួកគាត់ពីព្រោះយើងអាចខ្ញុំអត់អាចទៅធ្វើជាមនុស្សម្នាក់នោះទេតែខ្ញុំចង់ឲ្យមនុស្សម្នាក់នោះមានឱកាស បាទ ខ្ញុំចង់ឲ្យពួកគាត់មានក្តីសម័យខ្ញុំចង់ពួកគាត់ក្តីសម័យរបស់គាត់ខ្លាចជាការពិតហើយក្តីសម័យរបស់គាត់ទៅដល់អារម្មណ៍ភាពរបស់គាត់ហើយក្តីសម័យរបស់គាត់អាចជួយអ្នកដទៃបានហើយពេលនោះបើសិនជាយើងបង្កើតបានមនុស្សដែលមានសមត្ថភាពខ្លាំងៗអញ្ចឹងតា10000នាក់តើប្រទេសយើងនឹងទៅជាយ៉ាងណា បាទ ពេលនោះហើយគឺជាក្តីសម័យខ្ញុំចង់ឃើញប្រទេសកម្ពុជាយើងមានមុខលើឆាកអន្តរជាតិអាចថាដូចសិង្ហបុរីអាចជាប្រទេសមួយដែលពោពេញទៅដោយស្នាមញញឹមពោពេញដោយក្តីស្រឡាញ់ខ្ញុំទៅដល់ទីណាក៏ដោយខ្ញុំតែងតែគេតែងតែសរសើរពីកម្ពុជាយើងជាប្រទេសពោពេញដោយក្តីស្រឡាញ់ពីមុនមកខ្ញុំគិតថាគេបញ្ចោខ្ញុំហ៎ខ្ញុំគិតថាគេបញ្ចោហ៎ខ្ញុំគិតថាពួកបរទេសទាំងអស់នេះប្រកែបញ្ចោហ្មងពេលមួយដែលខ្ញុំចាប់ផ្ដើមដើរតាមភូមិស្រុកហើយខ្ញុំដើរប្រទេសគេផ្សេងៗបានខ្ញុំដឹងថាប្រជាជនខ្មែរពិតជាពោពេញទៅដោយក្តីស្រឡាញ់មែនទែនហ្មងបងកំសុនឯងអត់បាយអត់ទឹកហ៎បើឯងចេះតែសួរគេមួយម៉ាត់ក៏បានមានបាយហូបដែរអ្នកភូមិយកបាយឲ្យបាយហូបហ្មងអ្នកភូមិពិតប្រកបប្រជាជនខ្មែរពិតប្រកបគឺឲ្យបាយមួយថ្ងៃហូបហ្មងដាំបាយបាយហូបហ្មង បាទ ទៅព្រៃទៅអីទៅសុំទិញបាយគេអត់មានលក់អីណាតែសុំគេហ្មងគេឲ្យ អត់កំណាញ់ទេ អត់កំណាញ់ទេ បាទ ទៅសុំបងមានបាយលក់ហ៎អត់មានទេ បាទ តែបងសុំបាយហូបគេឲ្យហូប បាទបងខ្ញុំឃ្លានណាបងខ្ញុំមានអីគេ បាទមានអីហូបគេរកឲ្យហូបហើយ បាទ នោះគឺជាប្រទេសមួយដែលពោពេញទៅដោយស្នាមញញឹមបេះដូងធំគឺកម្ពុជាហ្នឹងហើយបង បាទ អញ្ចឹងបានខ្ញុំពិតជាចង់ឲ្យប្រជាជនមួយនេះប្រទេសមួយនេះរីកចម្រើនហើយដូចយើងឃើញហើយពេលដែលយើងទុនខ្សោយសម្ដីរបស់យើងវាសាបយ៉ាអញ្ចឹងពេលហើយខ្ញុំក៏ពិតជាជឿជាក់លើរដ្ឋាភិបាលថាគាត់នឹងធ្វើបានពីព្រោះខ្ញុំគាត់អ្នករៀននៅអាមេរិកគាត់នៅWest Point បាទ អញ្ចឹងខ្ញុំជឿថាគាត់នឹងដឹកនាំពួកយើងទៅឆ្ងាយបាន បាទ ហើយនឹងលូតលាស់នៅក្នុងពេលអនាគតហើយពីខ្ញុំទៅគឺគ្រប់គ្រងនៅការដឹកនាំនឹងចក្ខុវិស័យរបស់គាត់ហ្មង បាទ ពីព្រោះនេះគឺជាចក្ខុវិស័យរបស់ខ្ញុំហើយខ្ញុំក៏ចង់រួមចំណែកជាមួយនឹងការបណ្ដុះមនុស្សពីការជ្រោមជ្រែងមនុស្សផ្សេងៗទៀតដើម្បីឲ្យពួកគាត់ក៏ឆ្លៃចលករតែយើងក៏ត្រូវរឹងមាំខ្លួនឯងដែរបងយើងត្រូវរកលុយដែរយើងអត់មានលុយអត់បានមិនបងត្រូវ បាទ យើងជួយគេជោគជ័យចុះយើងជួយខ្លួនឯងដែរទៅ បាទ គេមានលុយយើងក៏អាចមានលុយដែរបងពេលដែលយើងឧទាហរណ៍ថាជួយមនុស្ស100នាក់ឲ្យគេមានលុយក៏យើងអាចមានលុយដែរបង បាទ ពីព្រោះយើងបានបទពិសោធន៍មនុស្ស100នាក់យកមករៀនយើងក៏អាចធ្វើអ្វីដែលជាខ្លួនយើងបានដែរ បាទ ហើយយើងក៏ជាគ្រូនៃមនុស្ស100នាក់ហ្នឹងដែរ បាទ អញ្ចឹងការបរិញ្ញាបត្ររបស់អ្នកដតីមិនធ្វើឲ្យយើងខ្សោយទេគឺធ្វើឲ្យយើងកាន់តែខ្លាំង បាទ អញ្ចឹងបានខ្ញុំចូលចិត្តប្រាប់គេអស់បានបងប្អូនឯនៅក្បែរខ្ញុំបងមកឯងប្រាប់ម្នាក់ហ្នឹងអស់ម៉ែមកប្រាប់គេអស់ម៉ែមកខ្លាចគេគិតខ្ញុំអត់ខ្វល់ខ្ញុំគិតថាការដែលខ្ញុំប្រាប់គេខ្ញុំអាចជួយគេបានយ៉ាងហោចណាស់ថ្ងៃក្រោយក៏គេអាចប៉ាវកាហ្វេខ្ញុំញ៉ាំដែរ បាទ អញ្ចឹងគេក៏អាចជាមិត្តម្នាក់ដែលល្អហើយខ្ញុំពិតជាសប្បាយចិត្តខ្ញុំពិតជាសប្បាយចិត្តចេញពីក្នុងពេលដែលឃើញគេក្រូហើយគេជោគជ័យទៅបីគេភ្លេចខ្ញុំក៏ខ្ញុំអត់ខ្វល់ដែរពីព្រោះហេតុអីហ៎យើងជួយគេចេញពីចិត្តយើងពិតជាចង់ឃើញគេទៅបែបណា បាទបងមានក្តីប្រាថ្នាចង់ខ្លាយជាគ្រូបង្រៀនហើយបងមិនចូលចិត្តខាងភាពវិជ្ជមានបាទបងបង្រៀនខ្ញុំពីអ្វីដែលបងដើរត្រូវតាំងពីបងចេញចូលក្នុងសង្គមមកក្នុងអាជីវកម្មរបស់បង បាទ បងរៀនដើរត្រូវអីគេខ្លះខ្ញុំមិនហៅសួរដើរខុសតែបងចូលចិត្ត
អាខុសហ្នឹងវា ហ្នឹងចាំជាងបងវិជ្ជមានចាំជាងតែឥឡូវយើងមើលទៅខាងវិជ្ជមានខាងល្អ អញ្ចឹងខាងល្អវិញហ៎ បាទដើរត្រូវគិតត្រូវជួបមនុស្សត្រូវអីគេខ្លះបងកលៈណាមួយដែលត្រូវហ្មងបងហ្នឹងធ្វើ វាដូចចេះព្រោះថ្ងៃនេះអូខេពីមុនខ្ញុំជាមនុស្សម្នាក់ដែលខ្លាចបញ្ហាខ្ញុំជាមនុស្សដែលកិច្ចបញ្ហាខ្ញុំធ្វើអីមួយខ្ញុំគិតច្រើនខ្ញុំគិតពីបញ្ហាឲ្យហើយអស់បាត់ខ្ញុំធ្វើ